សួស្តីខ្ញុំឈ្មោះ Hacker Areas ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញឧបករណ៍សម្រាប់សត្វចិញ្ចឹមដើម្បីធ្វើការព្យាបាលលើសត្វយើងឃើញព័ត៌មានរបស់ A ក្រុមហ៊ុនផលិតនៅទីនេះយើងអាចមើលឃើញរូបភាពនៃឧបករណ៍នេះទាំងសម្រាប់ឆ្មានិងឆ្កែនិងសម្រាប់សេះយើងមើលគេហទំព័ររបស់អ្នកផលិតហើយយើងទៅកាន់ចុងបញ្ចប់នៃគេហទំព័រហើយនៅទីនេះអ្នកនឹងឃើញខ្លឹមសារប្រសិនបើអ្នកទិញឧបករណ៍អាណាព្យាបាល Befelia អ្នកនឹងទទួលបានធាតុទាំងនេះដែលអ្នកនឹងទទួលបាននៅពេលទិញឧបករណ៍ Vali Aluminium និងនៅក្នុង Vali នោះមានគ្រឿងបន្សំទាំងអស់ដែលនៅទីនោះអាចមើលឃើញនៅទីនេះនឹងការបញ្ជាក់សំខាន់មួយ Pen Drive នេះត្រូវបានគេហៅថា Dongle ហើយវាមានលក្ខណៈដូចសោររថយន្តដើម្បីឲ្យកម្មវិធីដំណើរការបាន Pen Drive ដែលត្រូវបានដាក់ក្នុង ROM Esper ហើយ Pen Drive នេះនៅក្នុង Pen Drive នេះមកខ្លឹមសារនៃកម្មវិធីក្រុមហ៊ុនផលិតផ្ញើសៀវភៅណែនាំកម្មវិធីប៉ុន្តែនៅក្នុងប្រទេសមួយចំនួនដែលដាក់កម្រិតលើលទ្ធភាពនៃការផ្ញើកម្មវិធីបន្ទាប់មកចូលនៅក្នុងប្រទេសទាំងនោះយើងផ្ញើកម្មវិធីជាឯកសារទាញយកដូច្នេះប្រសិនបើអ្នកមិនអាចរកឃើញវានៅក្នុង Vali ទេកុំបារម្ភទាក់ទងមកក្រុមហ៊ុនផលិតនឹងទទួលបានកម្មវិធីជាឯកសារទាញយកនិងឯកសារផ្សេងទៀត Pen Drive ឬ Memory កុំព្យាយាមដាក់ក្នុងកុំព្យូទ័រហើយអានវាព្រោះគេនឹងការរកឃើញថាអ្នកគ្មានព័ត៌មានទេព្រោះវាត្រូវបានលាក់ទុកគឺដូចជាគន្លឹះសម្រាប់រថយន្តមួយនិងសម្រាប់កម្មវិធីដើម្បីដំណើរការវាចាំបាច់អ្នកត្រូវតែថែរក្សា Pen Drive នេះហើយអ្នកមិនអាចបាត់បង់វាបានទេហើយឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកនៅធុងនេះគឺជាប្រអប់នៅពេលអ្នកទិញDVD អ្នកនឹងទទួល Vali បែបនេះហើយឥឡូវខ្ញុំនឹងប្ដូររូបភាពទៅដូច្នេះអ្នកអាចឃើញពួកវាកាន់តែប្រសើរតោះផ្លាស់ប្ដូររូបភាពល្អឥតខ្ចោះនៅទីនេះខ្ញុំនឹងទៅឈរត្រង់នេះជាទំហំ Vali នេះជាទំហំ Vali ឧបករណ៍ការពារ Befelia យើងនឹងយកវាចេញពី Vali ដើម្បីឲ្យអ្នកអាចមើលឃើញវានេះគឺមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាមានខ្យល់និងខ្នាយប្រឆាំងនឹងការប៉ះទង្គិចវាគឺជាធាតុនៃការការពារហើយប្រសិនបើអ្នកនឹងធ្វើដំណើរទៅកន្លែងផ្សេងទៀតវាជាការល្អរក្សានេះកុំឲ្យវាអ្នកធ្វើវាព្រោះឧទាហរណ៍ប្រសិនបើអ្នកនឹងទៅផ្ទះដើម្បីធ្វើការព្យាបាលសត្វចិញ្ចឹមប្រសិនបើពួកគេយកវាដាក់ក្នុងឡានវានឹងទៅរំញ័រត្រឡប់មកវិញហើយយូរទៅឧបករណ៍នឹងរលត់ទៅវាទទួលបានផលប៉ះពាល់បន្ទាប់មកនេះជាការសំខាន់រក្សាទុកវាសម្រាប់ពេលដែលអ្នកដឹកជញ្ជូនវាបន្ទាប់មកយើងនឹងបើកសម្រាប់ដែលអ្នកអាចមើលឃើញព័ត៌មានដែលមាននៅលើគេហទំព័រឥឡូវនេះអ្នកនឹងឃើញវាផ្ទាល់ដូចដែលវាមកដល់ពីរោងចក្រ Befelia Gold ខ្ញុំនឹងបង្ហាញអ្នកនេះគឺជាឧបករណ៍ឆ្មាំ Befelia ខ្ញុំនឹងនាំវាមកជិតបន្តិចម្ដងវាមានកាតភ្ជាប់3នៅទីនេះអ្នកអាចមើលឃើញនេះគឺសម្រាប់ខ្សែទៅកាន់កុំព្យូទ័រនេះគឺជាឧបករណ៍ចាប់សញ្ញាហើយនេះគឺជាពែង Resonance នឹងសម្គាល់ឃើញថាការតភ្ជាប់ទាំង3នេះទាំង3ពួកគេមានភាពខុសប្លែកគ្នាដូច្នេះមិនមានលទ្ធភាពនៃការភាន់ច្រឡំឬវង្វេងក្នុងការចាប់បានឡើយ
ដូចជាការដំឡើងឥឡូវនេះទេមានលទ្ធភាពនៃការយូហ្គាបន្ទាប់មកខ្សែធម្មពលការភ្ជាប់នឹងអ្វីដែលខ្ញុំបានបង្ហាញអ្នកពីមុននេះគឺដូចជាសោរថយន្តដូច្នេះកម្មវិធីអាចធ្វើការបាននេះមានសារៈសំខាន់ខ្លាំងណាស់ពួកគេតែងតែថែរក្សាវាឲ្យបានល្អពួកគេត្រូវតែថែរក្សាវាឲ្យបានល្អធៀបនេះពីព្រោះបើគ្មានកម្មវិធីនេះទេកម្មវិធីមិនដំណើរការទេយើងនឹងដកខ្សែចេញអ្នកអាចធ្វើបានខ្សែនេះគឺស្រដៀងទៅនឹងខ្សែរបស់ម៉ាស៊ីនបោះពុម្ពប៉ុន្តែគុណភាពគឺជាអ្នកផលិតល្អលើសគេព្រោះវាមកក្រាស់ប៉ុន្មានឆ្នាំមកនេះគុណភាពនៃខ្សែមានភាពប្រសើរឡើងល្អឥតខ្ចោះគុណភាពល្អខ្សែនេះល្អជាងកាលពី10ឆ្នាំមុនទៅទៀតគុណភាពល្អខ្លាំងណាស់នេះទៅកាតភ្ជាប់ដូចនេះខ្សែនេះទៅកុំព្យូទ័រទាំងពីរនេះទៅកុំព្យូទ័រធៀបខ្សែនឹង pendrive ហើយឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកនៅពែង resonance ដែលអ្នកនឹងមានសៀវភៅដៃដែលអ្នកអាចមើលឃើញជាមូលដ្ឋានអ្នកក៏អាចឃើញនៅលើ Channel YouTube របស់ខ្ញុំនៅក្នុងបញ្ជីផងដែរវាមានសារៈសំខាន់ខ្លាំងណាស់ខ្ញុំមានបញ្ជីរាយនាមតាមភាសាហើយប្រសិនបើអ្នកមិនអាចស្វែងរកបញ្ជីសម្រាប់ភាសារបស់អ្នកសរសេរមកខ្ញុំនៅលើ WhatsApp របស់ខ្ញុំហើយខ្ញុំនឹងផ្ញើបញ្ជីឲ្យអ្នកដូច្នេះអ្នកអាចមានវីដេអូប្លែកឧបករណ៍ព្យាបាលនិងការបណ្ដុះបណ្ដាលជាមូលដ្ឋានដំបូងប៉ុន្តែក៏អាចផ្ដល់ជូនពួកគេផងដែរការហ្វឹកហ្វឺនកម្រិតខ្ពស់បន្ទាប់មកយើងមានពែងហើយពែងគឺគ្មានកន្លែងដែលត្រូវបាត់បង់ទេពែងនេះគឺជាគំនូរមួយមើលមានគំនូរមួយហើយវាត្រូវបានដាក់នៅទីនោះយើងមានធាតុពីរហើយឥឡូវនេះឧបករណ៍ចាប់សញ្ញាមកពេលខ្លះគេសួរថានេះជាអ្វីរបស់ដែលនៅក្នុងនេះហើយវាជាកន្លឹះគន្លឹះចំណុចទាញដូច្នេះឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកនៅឧបករណ៍ចាប់សញ្ញាឧបករណ៍ចាប់សញ្ញា Bevel អាណាព្យាបាលសម្រាប់ជួរបន្ថែមទៀតយើងនឹងបង្ហាញវាយើងនឹងបើកវាហើយសង្កេតមើលនៅទីនេះវាគឺជាឧបករណ៍ចាប់សញ្ញាវាមានខ្សែទាំងនេះដូច្នេះនេះគឺជាឧបករណ៍ចាប់សញ្ញាបន្ទាប់មកវាមកយើងត្រូវដកខ្សែនេះហើយនៅទីនេះយើងមានវាតែងតែសំខាន់ក្នុងការព្យាបាលខ្សែដោយការយកចិត្តទុកដាក់ជានិច្ចដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីឲ្យខ្សែឧបករណ៍អាចមានភាពជាប់បានយូរជាងមុនបន្ទាប់មកទៅកណ្ដាលទៅពាក់កណ្ដាលនៃពែងទាំងពីរនិងខ្សែដែលមានកុំព្យូទ័រឧបករណ៍ចាប់សញ្ញាត្រូវបានភ្ជាប់ឧបករណ៍ណដែលបញ្ឈប់កម្រិតខ្ពស់ជាងនេះព្រោះវាមានរយៈពេលវែងក្នុងករណីវាសម្រាប់សេះវាត្រូវបានដាក់សម្រាប់សេះហើយដូច្នេះវាមានឧបករណ៍ណសម្រាប់វាខ្ញុំនឹងបង្ហាញដូចនេះរបៀបនេះដូចនេះនេះឡើងខ្ញុំនឹងដាក់វាដូចនេះហើយទាំងនេះទៅដូចនេះនៅក្នុងនេះទីតាំងហើយចុះនៅទីនេះអ្នកបិទវាហើយគ្រប់គ្រងវាអ្នកត្រូវតែប្រយ័ត្ននៅទីនោះតាមរបៀបនោះនេះជារបៀបដែលវាត្រូវទៅខ្ញុំនឹងយកវាចេញដើម្បីឲ្យអ្នកអាចមើលវាបានវាគឺជាឧបករណ៍ចាប់សញ្ញាហើយនេះគឺជាឧបករណ៍ចាប់សញ្ញា
ដែលត្រូវបានការពារដោយកៅស៊ូនេះមានឧបករណ៍ចាប់សញ្ញាដូច្នេះនេះគឺជាអ្វីដែលត្រូវតែមាននៅក្នុងការតាក់ទងនឹងសត្វចិញ្ចឹមល្អសូមដាក់វាហើយខ្ញុំនឹងបង្ហាញវាម្ដងទៀតខ្ញុំនឹងបង្ហាញវានេះជាទីតាំងខាងក្នុងដូចនេះវាត្រូវដាក់ឧទាហរណ៍លើសេះនេះជាកន្លែងនៅពីលើកញ្ចឹងខាងលើអ្នកនឹងឃើញខ្ញុំនឹងបង្ហាញខ្លួនឯងនៅរូបថតរបស់រូបភាពរបស់អ្នកផលិតនៅទីនេះវាគឺអ្នកអាចឃើញនៅក្នុងរូបភាពរបស់អ្នកផលិតពីរបៀបដែលឧបករណ៍ចាប់សញ្ញាគឺដាក់នៅលើកញ្ចឹងរបស់សត្វចិញ្ចឹមបន្ទាប់មកវាឡើងនេះចូលទៅក្នុងនឹងជាមួយនេះបញ្ជាក់នៅទីនេះជាមួយនេះវាត្រូវបានបញ្ជាក់ពេលខ្លះនៅពេលនេះវាគឺដូចគ្នាអនុសាសន៍របស់ខ្ញុំគឺថាឧបករណ៍នេះត្រូវបានគ្រប់គ្រងដោយអ្នកដែលមានបទពិសោធន៍ជាមួយសត្វចិញ្ចឹមប្រសិនបើវាគឺសម្រាប់ប្រើប្រាស់បុគ្គលិកគ្រួសារវាជាការសំខាន់ណាស់ដែលត្រូវដឹងពីសត្វចិញ្ចឹមនិងអនុវត្តការព្យាបាលក្នុងពេលតែមួយការណែនាំរបស់ខ្ញុំគឺនៅពេលដែលសត្វចិញ្ចឹមកំពុងសម្រាកវាជាការងាយស្រួលបំផុតវាងាយស្រួលបំផុតលទ្ធភាពមួយទៀតគឺមិនធ្វើឲ្យរឿងស្មុគស្មាញដោយការមិនកាន់សត្វចិញ្ចឹមនោះទេដាក់ខ្ញុំទាំងសងខាងឧទាហរណ៍ប្រសិនបើមានឆ្មាកូនឆ្មាយើងអាចដាក់វាបាននៅលើរាងកាយយើងដាក់វាឧទាហរណ៍ឆ្មាកំពុងសម្រាកយើងដាក់វានៅក្នុងទំនាក់ទំនងជាមួយរាងកាយហើយយើងចាប់ផ្ដើមធ្វើការព្យាបាលការវាស់វែងបន្ទាប់មកដើម្បីបញ្ចប់រឿងនេះការបង្ហាញវីដេអូអំពីធាតុនៅទីនេះយើងមានឧបករណ៍ចាប់សញ្ញាសម្រាប់សត្វឆ្កែកណ្ដុរនិងសេះពែង resonance និងខ្សែដែលទៅកុំព្យូទ័របន្ទាប់មកនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញអ្នកពីរបៀបដែលវាភ្ជាប់ទៅកុំព្យូទ័ររបៀបទាញយកកម្មវិធីរបៀបដែលកម្មវិធីត្រូវបានដំឡើងរបៀបចុះបញ្ជីសត្វចិញ្ចឹមត្រូវបានបង្កើតនិងអ្វីទាំងអស់នេះអ្នកអាចស្វែងរកពួកវានៅលើ Channel YouTube របស់ខ្ញុំនៅក្នុងបញ្ជីដែលបានតម្រៀបតាមភាសានិងសម្រាប់ចាប់អារម្មណ៍លើវគ្គសិក្សាកម្រិតខ្ពស់ខ្ញុំក៏មានវគ្គសិក្សាដែលខ្ញុំបង្រៀនផ្នែកទ្រឹស្ដីនេះឧបករណ៍នៅក្នុងវគ្គសិក្សាកម្រិតខ្ពស់ពួកគេក៏នឹងអាចយល់អំពីមុខងាររបស់កម្មវិធីនិងកម្មវិធីផ្សេងគ្នាផងដែរ